ជំរាបសួរក៏ដូចសួស្តីទៅកាន់អ្នកទាំងអស់គ្នានៅថ្ងៃនេះផងដែរមកជួបខ្ញុំបានម្ដងទៀតហើយនៅថ្ងៃនេះផងដែរខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបយក key នៅលើ Android វិញម្ដងដោយសារតែរបៀប download នៅលើ Android ខ្ញុំបានប្រាប់ពីវីដេអូហើយដូច្នេះហើយខ្ញុំថ្ងៃនេះគឺគ្រាន់តែប្រាប់អំពីរបៀបយក key តែប៉ុណ្ណោះព្រោះនៅក្នុង channel ខ្ញុំមិនទាន់បានប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបយក key នៅលើ Android នៅឡើយទេមុននឹងចូលទៅដល់វីដេអូរបៀបយក key សូមអ្នកទាំងអស់គ្នាជួយចុច subscribe និងចុច like ដាក់សញ្ញាកណ្ដឹងឲ្យខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗនៅពេលដែលខ្ញុំផុសពេលក្រោយផងដែរបើសិនជាអ្នកទាំងអស់គ្នាចង់បាន skip help block fruit អ្នកទាំងអស់គ្នាអាចចូលទៅក្នុង Telegram របស់ខ្ញុំបាននៅក្នុង Telegram របស់ខ្ញុំមាន skip help block fruit តោះកុំឲ្យខាតពេលវេលាយូរយើងនឹងចូលទៅកាន់វីដេអូយក key ទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាចូល block fruit ដំបូងវានឹងចេញទម្រង់បែបនេះសូមអ្នកទាំងអស់គ្នាចុចទៅកន្លែងដែលខ្ញុំបានដាក់សញ្ញាព្រួញនោះវានឹងនាំអ្នកទាំងអស់គ្នាចូលទៅជ្រោមដើម្បីយក key មកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ continue ដែលខ្ញុំបានដាក់សញ្ញាព្រួញពីលើហ្នឹងនៅពេលអ្នកទាំងអស់គ្នាចុចវានឹងលុបពាណិជ្ជកម្មអ្នកទាំងអស់គ្នាគ្រាន់តែចុចថយមកវិញនោះអ្នកទាំងអស់ជួយម្ដងទៀតវានឹងនាំអ្នកទាំងអស់គ្នាទៅកន្លែងមួយទៀតមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចទៅកន្លែងដែលខ្ញុំបានដាក់សញ្ញាព្រួញទាំង4នៅពេលដែលអ្នកទាំងអស់គ្នាបានចុចហើយនោះវានឹងលុបពាណិជ្ជកម្មនៅពេលដែលវាលុបពាណិជ្ជកម្មអ្នកទាំងអស់គ្នាគ្រាន់តែចុចថយមកវិញមកនៅពេលដែលវាលុបសញ្ញាគ្រីទាំងអស់ហើយសូមអ្នកទាំងអស់គ្នាចុចទៅកន្លែងដែលមានរូបមេសារដែលខ្ញុំបានដាក់សញ្ញាព្រួញមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ continue ដែលខ្ញុំបានដាក់សញ្ញាព្រួញនេះម្ដងទៀតបន្ទាប់មកវានឹងលុបពាណិជ្ជកម្មអ្នកទាំងអស់គ្នាគ្រាន់តែចុចថយមកវិញមកនោះវានឹងចេញ key ឲ្យអ្នកទាំងអស់គ្នា copy អ្នកទាំងអស់គ្នាគ្រាន់តែ copy ខាងលើទាំងអស់ហ្នឹងយកទៅដាក់ក្នុង block fruit នោះ block fruit របស់អ្នកទាំងអស់គ្នានឹងដំណើរការធម្មតាឡើងវិញមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាផាស key របស់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាបាន copy ពីជ្រោមយកមកដាក់នៅពេលដែលអ្នកទាំងអស់គ្នាបានផាស key រួចហើយសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ continue ដែលខ្ញុំបានដាក់សញ្ញាព្រួញនៅពេលដែលអ្នកទាំងអស់គ្នាបានចុច continue រួចហើយនោះវានឹងចេញមកបែបនេះអ្នកទាំងអស់គ្នាអាចប្រើប្រាស់ skip ដែលអ្នកទាំងអស់គ្នាចង់ប្រើសម្រាប់វីដេអូយក key របស់ខ្ញុំក៏មានត្រឹមតែប៉ុណ្្នឹងដូចគ្នាបើសិនជាអ្នកទាំងអស់គ្នាត្រូវការ skip អ្នកទាំងអស់គ្នាអាចចូលទៅកាន់ក្រុម Telegram របស់ខ្ញុំបានអរគុណអ្នកទាំងអស់គ្នាសម្រាប់តាមដានវីដេអូនេះតាមពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ